នេះគឺជាលើកដំបូងដែលខ្ញុំជីកន្ត្រកណាបងប្អូនណាអើយយមើលខាងក្រោមមើលទេសភាពស្អាតណាបងណានៅខាងក្រោមនោះមកឆ្ងាញ់កមើលខាងក្រោមទៀតណាបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជានៅខាងក្រោមភ្នំយាយម៉ៅដែលស្ថិតនៅក្នុងខេត្តតៃនិនដូចជាបងប្អូនបានមើលឃើញក្នុងវីដេអូនេះយ៉ាងហើយទស្សនាតាមដានជាមួយយើងខ្ញុំទាំងអស់គ្នាកាត់ថ្ងៃក្តៅបងប្អូនណានៅកន្លែងគឺលក់នំក្រៀបអីគ្រប់សពបែបយ៉ាងបងប្អូនណានេះអូគ្រប់សពនំអីនេះឆ្ងាញ់កណាបងប្អូនអើយនេះទេសភាពដ៏ស្រស់ស្អាតមែនទេឥឡូវយើងនឹងចូលមកនៅទីកន្លែងដើម្បីយើងទិញសម្បត្តិឡើងទៅកន្ត្រកណាបងប្អូនណានេះគេមានតម្លៃប៉ុនគេនេះគេមានដាក់តម្លៃនេះបងប្អូនអាចមើលបានយ៉ាងហើយបងប្អូនយើងតាមដានទស្សនាទាំងអស់គ្នាអញ្ចឹងហើយគឺយើងមុននឹងយើងចូលមកខាងក្នុងនេះគឺយើងទិញសម្បត្តិបើយើងទិញសម្បត្តិខ្លងទ្វេដើម្បីយើងចូលទៅមើលគឺទី 10,000 ទេ 10,000 ដុងវៀតណាមប្រសិនបើយើងជិះកន្ត្រកនោះគឺជិះពីក្រោមឡើងរហូតទៅដល់ខាងលើគឺអស់ 450,000 អញ្ចឹងហើយ 450,000 លុយវៀតណាមដងណាបងប្អូនណាភ្ញៀវទេសចរអ្នកខ្លះចេញអ្នកខ្លះចូលអញ្ចឹងយ៉ាងហើយគេថាចេញក៏ដឹងចូលក៏ដឹងបាទគេសួនច្បារគេគឺគេរៀបចំស្អាតណាបងប្អូនណាបាទនោះកន្លែងហាងកាហ្វេហាងអីគ្រប់សពបែបយ៉ាងអញ្ចឹងណានេះខ្ញុំប្រហែលឆ្នាំហើយខ្ញុំមិនដែលមកឥឡូវមកដល់ម្ដងហ្នឹងគឺឃើញប្លែកពិតជាប្លែកមែនទែនគ្រប់សពបែបយ៉ាងបងប្អូនហើយនេះបងប្អូនមកយើងបានមើលឃើញនៅក្នុងនេះគឺជាទេសភាពមួយដ៏អស្ចារ្យបងប្អូនណាគឺទំនើបមែនទែនពិតជាទំនើបអស្ចារ្យមែនទែនបងប្អូនណាមើលមានលក់ក្រែមគ្រប់សពបែបយ៉ាងបងហើយនៅខាងក្នុងនេះគឺមានការហូបចុកអីក៏មានហើយការលក់ដូរអីក៏មានគ្រប់សពបែបយ៉ាងបងប្អូនបាទហើយឥឡូវនេះគឺយើងនឹងធ្វើដើម្បីយើងឡើងទៅជិះកន្ត្រកយ៉ាងហើយយើងត្រូវទៅទិញសម្បត្តិនេះបាទនេះសម្បត្តិហ្នឹងណាបងប្អូនណានេះសម្បត្តិហ្នឹងណាបាទមាន scan របស់យើងទៀតហើយអញ្ចឹងហើយយើងត្រូវតែដើរចូលមកខាងក្នុងហ្នឹងនោះគេលក់អីគ្រប់សពបែបយ៉ាងបងប្អូនណាខ្ញុំប្រហែលឆ្នាំមិនដែលមកពុតជាប្លែកមែនទេអញ្ចឹងហើយយើងចង់ជិះហើយយើងត្រូវទៅដើរទៅតាមនេះទៅតាមលបងដែលគេដាក់ហ្នឹងព្រោះអីពេលដែលមានថ្ងៃបុណ្យអីមួយផ្សេងកម្មវិធីអីផ្សេងអញ្ចឹងគឺយើងត្រូវតែនេះគេដាក់យើងត្រូវតែជិះតាមនេះដើម្បីយើងចូលទៅតាមខាងក្នុងហ្នឹងណាទេសភាពជុំវិញស្អាតមែនទេបងប្អូនណាមានចន្ទើយន្តឡើងទៀតអូទំនើបមែនទេណាបងប្អូនណាតែឃើញចឹងមិនដឹងថាទឹកដៃមិនធម្មតាបងប្អូនណាចន្ទើយន្តឡើងបងប្អូនណាអញ្ចឹងហើយយើងជិះចន្ទើយន្តឡើងទៅខាងលើភ្នំដើម្បីយើងជិះកន្ត្រកគឺយើងត្រូវតែឡើងតាមចន្ទើយន្តហ្នឹងណាហើយដើម្បីយើងជិះកន្ត្រកឡើងទៅខាងលើហ្នឹងអញ្ចឹងហើយបងប្អូនយើងតាមដានទស្សនាទាំងអស់គ្នាណាសូមអរគុណចូលមកខាងក្នុងនេះបងប្អូននៅមកជន់នៅទី2ខាងលើនេះគឺយើងត្រូវតែដើរទៅតាមរង្វង់នេះទៀតរង្វង់ហ្នឹងណាបងប្អូនណាបាទហើយដើម្បីយើងឡើងមកខាងលើនេះយើងជិះនៅកន្ត្រកនោះកន្ត្រកនោះបងប្អូនណាមកទំនើបប៉ាន់គេដែរណាអញ្ចឹងណាដូចបងប្អូនបានឃើញទេដើម្បីពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាសូមចូលដើម្បីឡើងមួយបងពេលមួយគេនេះចូលយើងចាំកន្ត្រកសិនណាបងប្អូនណាកន្ត្រកព្រៃកន្ត្រកមកមិនតាន់ដល់មកមានគេចេញយើងចូលបាទបងប្អូនឥឡូវយើងដើរចូលកន្ត្រកហ្នឹងណាអូកន្ត្រកគេជាចាឥឡូវគេប្រាប់បាច់យើងវិញណាបងប្អូនណាអូមកមានសិនកញ្ចក់ទេអូនេះមានសិនកញ្ចក់ដែរណាបងប្អូនណាមានសិនកញ្ចក់ហើយបងប្អូនណាដែលយើងចង់អានប្រវត្តិណាចង់អានប្រវត្តិភ្នំយាយម៉ៅអីគឺក្នុងនេះគេដាក់ទាំងអស់បងប្អូនណាបាទគេដាក់ចូលក្នុងទាំងអស់បងប្អូនចង់ស្រាវជ្រាវអំពីភ្នំយាយម៉ៅអញ្ចឹងណាបាទ
nên cái đã cuột nên sầm rập để bong bồn na để dừng cuột ấy tiền á để dừng chỉ cần tròn men cuột men ấy cứ dừng đại trôi không còn tròn cái tiền là bong bồn na nè thì men điệp trong và dừng trang tiền rồi sẽ ba cắm vẫn chưa lo giang mà giang đấy bong bồn á nên cứ chia lực đầm bông để nhom chỉ cần tròn đó bong bồn á ôi rồi mưa hàng crom mưa tê biệp xá nó bong đó nơi hàng crom nó mà thành có nó mưa hàng crom tiền này mưa hàng crom nữa ô tê biệp xá men tên bong bồn ơi mà chết đi từ đèn squat chỉ cần tròn á bong bồn và ai da nó bong mưa này dừng thọt hàng lơ đến hay dừng mưa nóng mưa thmò nữa nghe và miền mưa sắp thì thmò tép nông phệ cho nên thmò nó bong bồn nó cứ thmò về group đần đọc bị hàng cao và nó cứ thmò bong bồn mới khơi này mà đâm tôi đâm thông cái miền đấy hay khang nó miền cái trọc xây tiệt là khang nó miền cho lăng tầng này vậy chẳng hay về trong buộc nhóm cứ buộc nhóm lăng tầng đòn thì cái lấy nó tầng mà đòn và lăng tầng đòn thì khang lơ hay bong bồn những trăm rong trăm tô ná nơi khang lơ tơ miền tết phiệp sọt sạtอย่างណាហើយនឹងមានអ្វីផ្លេចឲ្យបងប្អូនបានឃើញបាទយ៉ាងហើយពុកម៉ែបងប្អូនយើងដែលមិនតាន់បានទស្សនាដែលយើងមិនតាន់បានមកដល់នេះយ៉ាងហើយយើងតាមដានទស្សនាមើលទាំងអស់គ្នាហើយបើបងប្អូនយើងមានឱកាសយើងនឹងឡើងមកដើម្បីលេងកំសាន្តនៅខាងក្នុងស្រីក៏មិនដែរណាប្រុសឧទាហរណ៍ដូចជានៅក្នុងនេះគេមានពីរភ្នំណាបងណាភ្នំប្រុសមួយភ្នំស្រីមួយបាទណាខាងនោះគឺភ្នំស្រីណាដោយបងប្អូនបានមើលឃើញទៅក្នុងនោះគឺភ្នំស្រីហើយដែលយើងកំពុងតែឡើងហ្នឹងគឺជាខាងនោះភ្នំប្រុសហ៎ខាងនោះភ្នំប្រុសហើយខាងនេះភ្នំស្រីទេសភាពបងប្អូនមើលគឺអាចដឹងដែរស្អាតអស្ចារ្យតែម្ដងបងប្អូនអើយកាលពី2017បាទកាលចំនួន2017គឺខ្ញុំមកម្ដងកាលខ្ញុំមកនោះគឺពួកខ្ញុំដើរឡើងបងប្អូនណាដើរឡើងពីម៉ោង7បាទពីម៉ោង7រហូតដល់ម៉ោង1ទើបឡើងទៅដល់កំពូលភ្នំណាបងប្អូនណាផ្លូវដើរវារាំងលំបាកអញ្ចឹងណាសិតតែថ្មទៅទេតែទៅឡើងអញ្ចឹងមិនដឹងច្បាស់ពិតប្រកបមើលឃើញនោះដូចជាថ្មណាបងប្អូនណាភ្នំហ្នឹងទោះបីភ្លៀងឯង5 6ថ្ងៃក៏មិនអាលាយដែរភ្នំហ្នឹងព្រោះសិតតែថ្មបាទភ្នំថ្មកាន់តែធំទៀតនោះបងប្អូនមើលខាងនេះហ្នឹងនេះថ្មកន្លែងកាន់តែធំទៀតថ្មអស្ចារ្យបងប្អូនបានឃើញអត់នឹងគឺឡើងដល់ខាងលើឃើញពពកវាហោះណាបងប្អូនណាបាទនេះពពកវាហោះឃើញនៅនោះហោះកាត់ព្រះម៉ែកុងស្អ៊ីនណាបងប្អូនណាណោដែលយើងមានឃើញរូបចម្លាក់ដែលយើងធ្លាប់ឃើញតាមវីដេអូអញ្ចឹងណាយ៉ាងហើយឥឡូវគឺយើងឡើងជិតដល់ខាងក្នុងឡើងកពូលភ្នំបាដែងតែម្ដងហើយបងប្អូនណាបាទនឹងពពកខុសណ៎បងប្អូនមើលឃើញអត់នឹងពពកខុសបាំងកាត់មុខព្រះម៉ែកុងស្អ៊ីនណាបងប្អូនណាបាទណ៎ពពកខុសអស្ចារ្យដែរណាបងប្អូនណាមើលអូយមិនជឿជាក់មិនស្មានថាធ្វើបានដល់ថ្នាក់នេះមនុស្សយើងឆ្លាតពិតមែនស្អីក៏ធ្វើបានហើយស្រីកាបនេះធំជាងកដៃប៉ុនយើងទៀតណាបងប្អូនណាធំណាទេសភាពខាងក្រោមណាមានចិនដើរឡើងចិនដើរចុះនេះគឺយើងដើរចូលមកដល់ខាងក្នុងហើយបាទណាពេលមកដល់កន្លែងបាទអញ្ចឹងហើយយើងនឹងធ្វើដំណើរចុះទៅខាងក្រោមវិញបាទហើយនឹងជួបអ្នកគេជំនួយការងារនៅកន្លែងនេះឲ្យយើងចេញទៀតសេយើងចូលមកខាងក្នុងនេះទៀតគឺខាងក្នុងខាងនេះចូលមកខាងក្នុងខាងនេះគឺយើងដើរឡើងចន្ទើយន្តទៀតណាបងប្អូនណាកន្លែងនេះគេសម្រាប់ឲ្យយើងម៉ាស្សា
បងប្អូនខ្ញុំទេបងប្អូនណាឡើងមកខាងលើដើម្បីទស្សនាទាំងអស់យេក្នុងដូចទីសជាងហ៎